ជំរាបសួរពុកម៉ែទាំងអស់គ្នាបងប្អូនគាត់សួររកច្រើននេះ16 វ៉ុលកាផាគីនេះគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូទៅថាវាមិនដែរអញ្ចឹងហើយគាត់ចង់ស្ដាប់សំឡេងស្ដាប់អីឥឡូវយើងធ្វើវីដេអូទៅឲ្យបងប្អូនទាំងអស់គ្នាគាត់បានមើលទាំងអស់គ្នាហ្មងទៅនេះសំឡេងរបស់វាគឺបែបនេះបងប្អូនហ្នឹងអានេះបោះក្រុមហ៊ុនគេចំហ្មងបងប្អូនទេបងមើលទៅរូបរាងម៉ូទ័រវាដឹងគឺអត់ដូចមួយម៉ូទ័រគេផ្សេងពេលច្រើនម៉ូទ័រនៅលើទីផ្សារសង្កថាដូចគ្នាទាំងអស់រូបរាងដូរតែផ្លាកទេបិទតែផ្លាកទៅគេយកផ្លាកមកបិទ logo ខុសគ្នាអញ្ចឹងតែម៉ូទ័រសង្កថាដូចគ្នាទាំងអស់តែនេះអត់ទេនេះបោះក្រុមហ៊ុនគេចំអានេះថាមានតែបោះគេតែអត់មានរូបរាងណាដូចវាទេវាមានតែបោះវាទេដោយសារអានេះបោះក្រុមហ៊ុនគេចំគឺក្រុមហ៊ុនគេបោះគេហ្មងអញ្ចឹងគេ logo ក៏បិទកើតដែរ logo វាខុសហ្មងហើយថ្មវាគឺកាន់ភ្លើងជាងរបស់គេឆ្ងាយបើសិនជាបងទិញតម្លៃក្នុងតម្លៃដូចគ្នាគឺអានេះកាន់ភ្លើងជាងដោយសារក្រុមហ៊ុននេះក្រុមហ៊ុនគេត្រឹមត្រូវអញ្ចឹងការកាន់ភ្លើងគេគឺកាន់ភ្លើងបានល្អជាងអញ្ចឹងហើយថ្ងៃនេះខ្ញុំនឹងសាកដំបងឲ្យបងប្អូនសាកសលេងហ្នឹងសលេងហ្នឹងអានេះយើងប្រើផ្លែវីសរបស់យើងណាដើម្បីបាញ់តែឲ្យបងប្អូនមើលថាវាកម្លាំងខ្លាំងអត់អញ្ចឹងបងប្អូនចាំបងប្អូនមើលទាំងអស់គ្នាបងប្អូនណាយើងនឹងតេស្តជាមួយនឹងបាញ់ឈើនេះបងប្អូននេះយើងបាញ់ឈើចាប់ឲ្យជាប់យើងទៅនេះគឺវាចូលមែនតើណាបងប្អូនគ្រូបាញ់ចូលមែនតើបងប្អូននេះហើយយើងបាញ់តកែហ្មងបងប្អូនវាងាយស្រួលក្នុងការបាញ់បញ្ចូលដោយសារកម្លាំងវាខ្លាំងកម្លាំងវាអានេះកម្លាំងវា50 ញូតុនកម្លាំងគេស៊ីនហ្មងមិនមែនជាតែវាយណាបងប្អូនដោយសារម៉ូទ័រខ្លះខ្ញុំមើលទៅវាអត់ត្រូវមៀតម៉ូទ័រខ្លះទូជាប៉ុន្តែដាក់កម្លាំងដល់ទៅ80 ញូតុន90 ញូតុន70 ញូតុនណាអញ្ចឹងវាអត់ត្រូវក្បួនខ្នាតរបស់គេទេអ្នកខ្លះចេះតែដាក់ហ្នឹងតែនេះរបស់គេស៊ីនបងប្អូនហ្នឹងគេដាក់លេខមកគឺត្រូវច្បាស់របស់គេអត់ចេះតែបន្លំយើងហ្នឹងចេះតែវាយផ្លាកប៉ុណ្ណេះប៉ុណ្ណោះអត់ទេអានេះគេដាក់មកត្រូវរបស់គេអញ្ចឹងមានតែប៉ុណ្្នឹងឯងបងវីដេអូនេះដើម្បីបកស្រាយបងប្អូនងាយយល់ស្រួលយល់ថាមិនបានមិនព្រមធ្វើវីដេអូហ្នឹងលើយើងធ្វើឲ្យបងប្អូនមើលសម្រាប់6 វ៉ុលនេះដោយសារខាងយើងមានច្រើនស៊េរីពេកយើងទៅអត់បានធ្វើពួកអញ្ចឹងថ្ងៃហ្នឹងក៏ឆ្លៀតធ្វើវីដេអូនេះមួយបងប្អូនអរគុណច្រើនបងសម្រាប់ការគាំទ្រខាងយើងកន្លងមកបងប្អូន